Tây đây mình bàn ta thì thôi ca nghe tại pi đi thì môi đây ca càng lơ thì pi đây phải tốt nặng khẩu ca nghe là bao mặt Tây đây mặt bàn ca cứ miễn tại pi nước រដ្ឋមន្ត្រីកសិកម្មថាបញ្ហាតម្លៃស្រូវអាចបន្ទោសលោកបានដើម្បីឲ្យធូរចិត្តគណៈក្រសួងបានធ្វើច្រើនហើយស្រីចុះថាសូមគុំនាំគ្នាបន្ទោសតែក្រសួងកសិកម្មនេះគឺជាចំណងជើងមួយដែលសរសេរតាមទំព័រ Facebook របស់បណ្ឌិតកិនភីអ្នកតាមដានបញ្ហាសង្គមទំព័រ Facebook បណ្ឌិតកិនភីបានសរសេរបន្តថាមានក្រសួងស្ថាប័នពាក់ព័ន្ធនានាច្រើនដែលអាចជួយគ្នាលើកស្ទួយកសិករក្រសួងកសិកម្មជួយរឿងបច្ចេកទេសនិងផែនការផលិតក្រសួងធនធានទឹកជួយរឿងធារាសាស្ត្រដើម្បីមានទឹកធ្វើស្រែក្រសួងវិទ្យាកម្មជួយរកទីផ្សារតម្លៃស្រូវអង្ករក្រសួងឧស្សាហកម្មជួយរឿងបច្ចេកទេសកែច្នៃក្រុមប្រឹក្សាអភិវឌ្ឍជួយរកម៉ួយមកវិនិយោគរីឯអាជ្ញាធរមូលដ្ឋានឃុំស្រុកខេត្តជួយតាមដានស្ថានភាពទូទៅរបស់បងប្អូនកសិករនិងជួយអន្តរាគមន៍ទាន់ពេលវេលាតាមសមត្ថកិច្ចរបស់ខ្លួនដោយឡែកសហព័ន្ធស្រូវអង្ករជួយមើលឈ្មោះទុច្ចរិតបង្ខូចថ្លៃស្រូវគណៈធនាគារអភិវឌ្ឍជនបទនិងកសិកម្មជួយផ្ដល់កម្ចីការប្រាក់ទាបចុះហេតុអ្វីក៏នាំគ្នាចង្អុលមុខតែក្រសួងកសិកម្មក្រសួងស្ថាប័នពាក់ព័ន្ធដទៃទៀតបដិក៏នាំគ្នាស្ងាត់មាត់យករួចខ្លួនឬក៏ត្រូវបញ្ចូលក្រសួងទាំងអស់ធ្វើជាក្រសួងតែមួយវិញនេះគឺជាសំណេរពីបដិកិនភីចាលោកបណ្ឌិតហ្នឹងគាត់និយាយត្រូវមកពីក្រសួងច្រើនពេកចាប្រចាំគ្នាធ្វើការមួយខែបើកដេកចាំបើកតែប្រាក់ខែចាបំផ្លាញលុយរត់បំផ្លាញលុយរត់ទៀតចាអញ្ចឹងហើយគឺថាគួរណាតែរំលាយក្រសួងទាំងអស់ហ្នឹងហើយរួមបញ្ចូលតែមួយវិញគឺវាល្អជាងមនុស្សច្រើនឥតបានការចាឆៅអន្សមណាគេហៅថាដៃជើងច្រើននាំតែឆៅអន្សមទេហើយម៉ោងនេះពេលនេះគឺជាម៉ោងដែលទម្លាក់កំហុសទៅចាដោយលោកហ៊ុនសែនមានប្រសាសន៍មុននឹងអញ្ចឹងមន្ត្រីដែលអត់បានការចាគឺជាមន្ត្រីដែលចាំតែស្ដីបន្ទោសនឹងឯងណាចាស្ដីបន្ទោសទៅថ្នាក់ក្រោមលើកកំហុសដាក់នេះដាក់នោះអញ្ចឹងទៅបញ្ហារឿងស្រូវធាក់ថ្លៃនេះវាមិនមែនត្រឹមតែមួយឆ្នាំពីរឆ្នាំណាបងប្អូនតាំងពីចំនួនលហ៊ុនសែនដឹកនាំរហូតដល់កូនដឹកនាំទៀតវានៅតែប៉ុណ្្នឹងវានៅតែគ្មានដំណោះស្រាយទេណាចាហើយមន្ត្រីកសិកម្មចាក់ស្ដាយហ្នឹងគឺថាអត់មានចេះអីទេឃើញគាត់និយាយចេញមកហ៎ចាប្រជាពលរដ្ឋហ្នឹងស្ដីបន្ទោសគាត់ចាស់ឲ្យតែស្ដីបន្ទោសគាត់ឲ្យធូរចិត្តគេមិនចង់បានរឿងស្ដីបន្ទោសធូរចិត្តទេគេចង់បានធ្វើម៉េចឲ្យមានទីផ្សារចាទីផ្សារស្រូវអង្ករហ្នឹងហើយបើអត់មានទីផ្សារអ្នកឯងមកស្ម័គ្រចិត្តឲ្យគេស្ដីបន្ទោសគួរណាតែប្រើពីសម្ដីថាខ្ញុំមិនស្ម័គ្រចិត្តលាលែងពីតំណែងនេះបានវាត្រូវលោកទឹកឌីណាចាសម្ដីនេះភាសានេះគឺភាសារបស់លោកទឹកឌីណាជាអ្នកនិយាយចាហើយអ្នកកាសែតគាត់បានស្រង់សម្ដីលោកទឹកឌីណាយកមកផ្សព្វផ្សាយណាចាហើយក្រសួងខ្ញុំគិតថាវាល្មមនឹងរំសាយចោលឲ្យអត់បានការទេព្រោះមួយខែដេកលើកជើងចាំតានេះហ្នឹងចាចាំតបើកប្រាក់ខែហ្នឹងមានបានចុះទៅអនុវត្តផ្ទាល់អីណាច្រើនពេកទៅប្រចាំគ្នាធ្វើការបំផ្លាញតលុយរាសបំផ្លាញតលុយរត់បងពុនរាសបងពុនហ្នឹងចាអញ្ចឹងហើយវាអត់មានបានកាយទេចាលោកបណ្ឌិតចុងក្រោយនេះគាត់និយាយត្រូវតែរំសាយចោលទៅឲ្យបោកមកទៅក្រសួងតែមួយទៅមើលវាធ្វើការរបៀបម៉េចចាថ្មីនេះបងប្អូនបានឃើញហើយគឺលោកពូសយសុភាពដែលជាប្រធានសារព័ត៌មានដើមអំពិលណាចាគាត់បានប្រតិកម្មទៅលើចំណាត់ការរបស់អន្តរជាតិដែលគាត់បានសរសេរ caption ថាអន្តរជាតិក៏ដូចជាអាមេរិកនឹងបានឆ្លៀតឱកាសក្នុងការលូកដៃចូលផ្ទៃក្នុងរបស់ប្រទេសកម្ពុជាចាដោយយកលេសថាបង្ក្រាបឧក្រិដ្ឋជនដែលប្រព្រឹត្តឧក្រិដ្ឋកម្មបទល្មើស scam នៅក្នុងប្រទេសកម្ពុជាចាគឺការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិតជាដើមណាចាហើយការលើកឡើងនេះវាធ្វើឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងដោយអ្នកខ្លះក៏គេបានលើកឡើងថាតើលោកសុយសុភាពនេះគឺជាអ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈឬក៏ជាអ្នកសារព័ត៌មាននៅក្នុងបាតអណ្ដូងណាចាបងប្អូនឃើញទេថាលោក Gen Z នេះដែលត្រូវបានសហរដ្ឋអាមេរិករួមទាំងអង់គ្លេសបង្កក់ទ្រព្យសម្បត្តិជាច្រើនថ្មីនេះបើយើងទៅតាមសារព័ត៌មាន You Today ក៏បានផ្សព្វផ្សាយកាលពីព្រឹកមិញនេះផងដែរការប្រទេសសិង្ហបុរីនឹងក៏បានបង្កក់ទ្រព្យសម្បត្តិលោក Gen Z ដែលជាទីប្រឹក្សារបស់លោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតហើយបើយើងនិយាយថាអន្តរជាតិគេយល់លេសក្នុងការលូកដៃចូលនយោបាយផ្ទៃក្នុងរបស់ប្រទេសកម្ពុជាសំណួរចង់សួរត្រឡប់ទៅវិញថាតើប្រទេសកម្ពុជានេះមានសមត្ថភាពក្នុងការបង្ក្រាបឧក្រិដ្ឋជនណាដែលជាទីប្រឹក្សារបស់ថ្នាក់ដឹកនាំផ្ទាល់ដែរឬអត់យើងឃើញហើយបច្ចុប្បន្ននេះប្រទេសកូរ៉េណាចាគឺគេបានចូលមកក្នុងការជួយបង្ក្រាបឧក្រិដ្ឋកម្មដែលជាបទល្មើសមួយបោកប្រាស់តាមប្រព័ន្ធអនឡាញរហូតដល់មានមនុស្សស្លាប់រហូតដល់មាននិស្សិតស្លាប់រហូតដល់មានមនុស្សលោតទម្លាក់ខ្លួនពីលើអាគារចុះមកស្លាប់ក៏មានដែរចាសួរថាតើប្រទេសកម្ពុជារបស់យើងនឹងមានសមត្ថភាពបង្ក្រាបរឿងទាំងអស់នេះបានដែរឬទេប្រសិនបើយើងមានសមត្ថភាពក្នុងការបង្ក្រាបរឿងទាំងអស់នេះខ្ញុំជឿថាអន្តរជាតិគេមិនលូកដៃនោះទេហើយបើតាមថ្មីនេះយោងទៅតាមប្រសាសន៍របស់លោកប្រធានសំរងស៊ីក៏គាត់បានផ្សព្វផ្សាយក្នុងការ live ផ្ទាល់របស់គាត់ផងដែរថា SBI នឹងគឺបានឈានជើងមកដល់ប្រទេសកម្ពុជាហើយក្នុងការបង្ក្រាបឧក្រិដ្ឋជនដែលមានឈ្មោះថា Gen Z មិនត្រឹមតែពាក់ព័ន្ធជាមួយនឹងការប្រព្រឹត្តបទល្មើសឧក្រិដ្ឋកម្មនៅលើប្រព័ន្ធអនឡាញទេពាក់ព័ន្ធនឹងការលាងលុយកខ្វក់ផងដែរវាធ្វើឲ្យអ្នកដែលពាក់ព័ន្ធជាមួយនឹង Gen Z ទាំងប៉ុន្មានមន្ត្រីអង្គការមួយចំនួនចាដែលបានចូលរួមលាងលុយខ្មៅនៅក្នុងប្រទេសកម្ពុជាកំពុងតែមានការផិតភ័យស្លន់ស្លោ
ជាខ្លាំងហើយយើងឃើញហើយថា Gen Z នេះគឺទទួលបានសេចក្ដីណាចាហើយក៏ជាទីប្រឹក្សាផ្ទាល់របស់លោកហ៊ុនសែនលោកហ៊ុនម៉ាណែតយើងមិនដឹងថាតើលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតអាចជាប់ពាក់ព័ន្ធជាមួយនឹងរឿងនេះដែរឬទេវាអាស្រ័យទៅលើការស៊ើបអង្កេតរបស់មន្ត្រីពិសេសចាគឺ SBI របស់អាមេរិកនេះផងដែរចាហើយខ្ញុំជឿថាពូសយសុភាពនេះគាត់ក៏ជាអ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈត្រឹមត្រូវដែរតែដោយសារតែឆ្នាំងបាយដោយសារតែយើងតែងតែធ្វើព័ត៌មានលើកជើងជារឿយៗវាធ្វើឲ្យយើងបាត់បង់នៃការគិតរបស់យើងចាមើលមិនបានឃើញវែងឆ្ងាយណាចាបើសិនជាយើងមានសមត្ថភាពយើងចាប់ Gen Z នេះប្រគល់ឲ្យអន្តរជាតិទៅមិនមែនដល់ថ្នាក់អន្តរជាតិចោះមកចាប់ខ្លួនឯងទេណាចាហើយ Gen Z នេះទទួលបានសេចក្ដីហើយអ្នកណាជាអ្នកផ្ដល់សេចក្ដីណាចាហើយជាប់ពាក់ព័ន្ធជាមួយនឹងមន្ត្រីណាខ្លះយើងចាំមើលលទ្ធផលទាំងអស់គ្នាបងប្អូនឃើញទេការលាងលុយខ្មៅនៅក្នុងប្រទេសកម្ពុជានេះមិនមែនមនុស្សតិចទេដែលជាប់ពាក់ព័ន្ធចាសូម្បីនៅប្រទេសសង្ហបុរីគេតាមស៊ើបមនុស្សរហូតដល់37នាក់ដែលកំពុងស្ថិតនៅក្នុងប្រទេសកម្ពុជាដែលជាប់ពាក់ព័ន្ធជាមួយនឹង Gen Z នេះផ្ទាល់តែម្ដងណាចាអញ្ចឹងមន្ត្រីនៅក្នុងស្រុកខ្មែរមិនតិចគ្នាទេបើសិនជាគេស៊ើបខ្ញុំជឿថាដាក់ឡានក្រុងមិនអស់ផងណាចាអុកញ៉ាមួយចំនួនណាចាអ្នករកស៊ីអ្នកគេហៅថា business មួយចំនួនអ្នកមុខចំនួនធំមួយចំនួននៅក្នុងស្រុកខ្មែរពេលនេះកំពុងតែភ័យស្លន់ស្លោហើយណាចាយើងឃើញហើយកុំថាឡើយតែយើងបង្ក្រាបឧក្រិដ្ឋកម្មដែលឧក្រិដ្ឋជនដែលប្រព្រឹត្តឧក្រិដ្ឋកម្មបោកប្រាស់តាមប្រព័ន្ធ scam ប្រព័ន្ធ online អីនោះសំបីត្រឹមតែណាអុកញ៉ាបោកប្រាស់នៅក្នុងស្រុកខ្មែរយើងបង្ក្រាបមិនបានផងតែយើងមានសមត្ថភាពឯណាទៅបង្ក្រាបឧក្រិដ្ឋកម្មចាឧក្រិដ្ឋជនអន្តរជាតិបែបនេះចាហើយបងប្អូនក៏បានលើឈ្មោះប្រទេសកម្ពុជាដែរដែលគេតែងតែហៅកម្ពុជាថាជាជំរកឧក្រិដ្ឋជនដែលប្រព្រឹត្តឧក្រិដ្ឋកម្មណាចាហេតុអីបានជាពួកឧក្រិដ្ឋជនធំទាំងអស់នោះអាចមករស់នៅក្នុងប្រទេសកម្ពុជាអាចប្រព្រឹត្តបទល្មើសនៅក្នុងកម្ពុជាដោយសារអីកន្លែងនេះណាមិនបាច់ចាំខ្ញុំនិយាយចំទេបងប្អូនពិចារណាយល់ដោយខ្លួនឯងណាចាហើយបើសិនជាលោកហ៊ុនសែនលោកហ៊ុនម៉ាណែតណាចង់លៀងឈ្មោះចង់លៀងកិត្តិយសជូនប្រទេសកម្ពុជាគួរណាតែចាប់ Gen Z នេះដែលផ្ទាល់ដៃប្រគល់ឲ្យទៅអន្តរជាតិមិនចាំបាច់ដល់ថ្នាក់អន្តរជាតិចុះមកចាប់ខ្លួនឯងទេណាលោកខ្ញុំភ្លេចឈ្មោះលោកមួយហើយដែលជាអ្នកលៀងលុយជាប់ពាក់ព័ន្ធលៀងលុយខ្មៅដែរដែលមានចំនួនជាមួយនឹងលោកហ៊ុនតូចាដែលចាប់បញ្ជូនរហូតដល់ពីរុស្ស៊ីមកដល់ស្រុកខ្មែរយើងអាចយកមនុស្សតាំងពីប្រទេសរុស្ស៊ីចាយកមកជាប់គុកនៅស្រុកខ្មែរបាននេះ Gen Z នៅក្នុងស្រុកខ្មែរស្រាប់ណាចាឧក្រិដ្ឋជននៅក្នុងស្រុកខ្មែរបាននៅក្នុងស្រុកខ្មែរស្រាប់ហេតុអីក៏យើងចាប់មិនបានព្រោះមនុស្សរត់ដល់ជើងមេឃយើងចេះចាប់យកមកដាក់គុកនៅក្នុងស្រុកខ្មែរបានកន្លែងនេះពិចារណាទាំងអស់គ្នាហើយរឿងនេះផងដែរខ្ញុំគិតថាឆ្នាំងបាយរបស់មន្ត្រីមួយចំនួនឆ្នាំងបាយរបស់អ្នកជាប់ពាក់ព័ន្ធលុយខ្មៅមួយចំនួនកំពុងតែដាច់អង្គជាបណ្ដាហើយណាចាអញ្ចឹងបងប្អូនណាបុគ្គលណាដែលជាប់ពាក់ព័ន្ធលៀងលុយខ្មៅចាក្រុមហ៊ុនណាដែលមិនគួរឲ្យទុកចិត្តសូមប្រជាពលរដ្ឋខ្មែរដែលបានដាក់លុយនៅក្នុងធនាគារ Prin ដែលជាធនាគាររបស់លោក Gen Z នេះសូមបងប្អូនទៅដកជាបន្តអ្នកដែលជំពាក់លុយរបស់ធនាគារនេះខ្ញុំគិតថាមិនគួរសងត្រឡប់ទៅវិញទេដោយសារធនាគារនេះលុយទាំងនោះគឺបានមកពីលុយជាជក់ឈាមរបស់ប្រជាពលរដ្ឋណាចាជាលុយដែលមិនស្របច្បាប់ដែលគេយកទៅចងការប្រាក់ឲ្យបងប្អូនអញ្ចឹងវាអត់ចាំបាច់ត្រូវការសងមកវិញក៏បានដែរណាចាតែអ្នកដែលបានដាក់លុយនៅក្នុងធនាគារនោះឲ្យគួរណាតែដកមកវិញណាចាដកមកវិញហើយបងប្អូនឃើញទេមិនទាន់បានទាំងបង្ក្រាប Gen Z ផងស្រាប់តែក្រុមហ៊ុន Gen Z ហ្នឹងធនាគារ Prin ហ្នឹងចាធនាគារ Prin ហ្នឹងបានទៅរត់អស់ផ្ទះរបស់ប្រជាពលរដ្ឋថ្មីហ្នឹងត្រឹមតែដោះស្រាយទេដោយមានសំណងរហូតដល់ 30000 ជូនគាត់ណាចាអញ្ចឹងសូមឲ្យអ្នកសារព័ត៌មានក្នុងស្រុកសូមឲ្យប្រជាពលរដ្ឋក្នុងស្រុកគិតពិចារណាថាហេតុអីបានប្រទេសកម្ពុជារបស់យើងធ្លាក់ចូលមកក្នុងដំណាក់កាលនេះ